ថ្ងៃនេះបានឆ្លៀតធ្វើបបរឲ្យកូនទៀតទេណាបងប្អូនទាំងអស់គ្នាប៉ុន្តែថ្ងៃនេះខុសប្លែកពីរាល់ដងដោយសារគឺខ្ញុំធ្វើបបរផ្លែឈើម្ដងខ្ញុំបានយកជាមួយនឹងចេកទុំមួយផ្លែនិងផ្លែប៉ោះមួយចំណិតហាន់វាតូចបែបនេះបន្ទាប់ពីហាន់រួចគឺខ្ញុំយកទៅស្រុះជាមួយនឹងទឹកក្តៅចំពោះចេកទុំគឺខ្ញុំស្រុះតែទឹកក្តៅហើយគឺខ្ញុំទុកដាក់កិនតែម្ដងតែចំពោះផ្លែប៉ោះវិញខ្ញុំស្រុះទឹកក្តៅមកតង់ហើយគឺខ្ញុំធ្វើការចំហុយចំនួន10នាទីទៀតដើម្បីឲ្យសាច់វាទន់បន្តិចងាយស្រួលក្នុងការយកមកកិនចូលគ្នាហើយចំពោះការកិននេះដែរលើកនេះគឺខ្ញុំអត់បានលាយទឹកសុទ្ធតែមុខទេគឺខ្ញុំធ្វើការលាយជាមួយនឹងទឹកដោះគោដែលកូនខ្ញុំអមផ្ទាល់ចំនួន3លេខចាបងប្អូនអញ្ចឹងហើយដាក់ទឹកដោះគោ3លេខហ្នឹងគឺធ្វើការលាយបញ្ចូលជាមួយនឹងចេកទុំនិងប៉មចំហុយដើម្បីឲ្យល្បាយរបស់វាគឺឡើងខាប់ល្អងាយស្រួលក្នុងការបញ្ចុកកូនអញ្ចឹងណាហើយបន្ទាប់មកពេលដែលយើងលាយសពគឺយើងយកទៅកិនហើយដល់ពេលកិនមកទៅខ្ញុំដួសមើលទៅមានអារម្មណ៍ថាដូចជានៅក្របខ្ញុំក៏ធ្វើការច្រោះបន្ថែមទៀតរួចហើយពេលដែលច្រោះហើយគឺខ្ញុំម្លែកជា3សម្រាប់ឲ្យគាត់ញ៉ាំថ្ងៃនេះស្អែកនឹងខាងស្អែកព្រោះដោយសារគឺខ្ញុំឲ្យគាត់ញ៉ាំតាំងមកពេលអត់ហ៊ានឲ្យឡើងដល់2ពេលបងប្អូនទាំងអស់គ្នាប៉ុន្តែមើលទៅដូចជាអត់សូវចូលចិត្តចំពោះរសជាតិចេកនិងផ្លែប៉ោះនេះទេព្រោះខ្ញុំអត់ដឹងថាគាត់យំដោយសារឃ្លានខ្លាំងពេកឬក៏មិនទេព្រោះរត់ដល់ពេលដែលមុននឹងឲ្យគាត់ញ៉ាំបបរខ្ញុំតែងតែឲ្យគាត់ញ៉ាំកកូរមួយដបសិនហើយកន្លះម៉ោងទៅ1ម៉ោងបានខ្ញុំបញ្ចុកបបរតែលើកនេះគាត់ងើបពីគេងមកគឺខ្ញុំឲ្យគាត់ញ៉ាំបបរហ្មងអត់បានឲ្យគាត់អឹមណាអញ្ចឹងប្រហែលជាងក់ឃ្លានមិនដឹងចាំមើលខ្ញុំសាកល្បងឲ្យគាត់ញ៉ាំនៅថ្ងៃស្អែកម្ដងទៀតអរគុណ